ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករោងការទៀតហើយមករោងការនេះគឺ surprise ខ្ញុំគ្រប់រឿងតែម្ដងអញ្ចឹងកុំភ្លេចទៅមើលទាំងអស់គ្នាថាមានសកម្មភាពអីខ្លះហើយរឿងដែលគឺ surprise ខ្ញុំហ្នឹងគឺ surprise អីខ្លះហើយមុនហ្នឹងទៅយើងមកមើលសម្រាប់កូនកំមុំសិនគឺថារោងនេះកូនកំមុំគាត់នៅក្មេងខ្លាំងមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយមិនធម្មតាប៉ុណ្ណឹងទេគាត់មានសម្បល់បាទខ្មៅមែនតើណាស្បែកស្ងួតអីចឹងទៅដោយសារតែគាត់នៅក្មេងខ្លាំងពេកការលេងខ្លួនប៉ុនគាត់ហ្នឹងអត់តន់ចេះលេងខ្លួនអីធំថៅចឹងណាហើយគាត់ក៏ហ្នឹងហើយថាដល់គូដល់គប់ប៉ុនគាត់ទៅហើយណាពុកម៉ែបងប្អូនអរគ្នាហើយតម្រាំទៅកែប្រែពីក្មេងស្រីម្នាក់បាទទៅជាកូនកំមុំដ៏ស្រស់ស្អាតមួយរូបពិតជាមិនងាយទេបាទហើយក៏បាទពិបាកខ្លាំងដែរដោយសារតែស្បែកមុខប៉ុនគាត់គឺមានបាទកាត់មុនគ្រើមច្រើនកន្លែងមែនតើពុកម៉ែបងប្អូនអរគ្នារបៀបចែងថ្ងៃចឹងណាហើយពេលល្ងាចគឺយើងផាត់បែបមកសំរុំនេះទៅពុកម៉ែបាទមើលតាមសម្រួលចឹងណាព្រោះដោយសារតែការ make up យើងបាទមើលទៅតាមសម្បល់មើលទៅតាមពណ៌ស្បែកផងបាទកូនកំមុំដែរហើយបន្ទាប់មកចូលដល់ពេលព្រឹកគឺថាសម្រាប់នៅខាងជើងភ្នំនេះក៏មិនធម្មតាសក់អីថារោងនេះគឺរបៀបនៅជើងភ្នំអញ្ចឹងហើយអ្នកគ្នានេះភ្នំតែបាំងភ័យបាត់ហើយមើលឃើញទេបាទហើយកំខែចំនួននេះហើយដើរ3ជាហ៊ានដល់ហើយនេះរោងនេះមុខរោងដើរ3ជាហ៊ានដល់ហើយមានពិបាកអីយើងថាទេភាពវាមើលស្រស់ស្អាតមែនតើថតជាប់ភ្នំជាប់អីចឹងខាងក្រោយយកសេងមួយមកគ្រាន់តែឃើញទេសភាពហ្នឹងក៏ដឹងដែរថាស្រស់ស្អាតខ្លាំងប៉ុណ្ណាហើយនេះដើរយកកសែងឲ្យគេដើម្បីច្រៀងបើកលបងហើយអញ្ចឹងក៏ដឹងឲ្យឆ្លៀតមកមើលរូបថតមករោងតែខ្ញុំមិនអ្នកថតទេណាបងចង់កាត់ដែរមែនបាទចង់កាត់ដែរចង់តាអ្នកកាន់ទូរស័ព្ទថតឲ្យហ្នឹងក៏ប៉ិនទៀតហើយខ្ញុំនេះបាទឆ្លោយទាំងដាក់អត់ព្រៀងទុកហ្មងចម្លើយស៊ីនមកអ្នកនរគ្នាចង់មែនតែអត់មានអ្នកយកហើយឥឡូវនេះយើងមកមើលសម្រាប់คนរំពេលព្រឹកម្ដងអើយអ្នកនរគ្នាធម្មតាយើងនៅស្រុកស្រែបាទហើយទីតំបន់ដាច់ស្រយាលយើងមិនបាទទៅរកអីលេលាបអីមានលុយណាទិញទេទាំងខ្លងលាបដូចគេទេបាទអញ្ចឹងសបល់បាទដល់ប៉ុណ្ណេះចាត់ទុកតែក្រាន់បាយអ្នកនរគ្នាបាទហើយយើងតាមទីជនបទហើយចំពោះការផាត់មុខរបស់ខ្ញុំគឺបាទសុំបែបសតុនដដែលតែក្លឹបហើយរៀងដិតបាត់បែកកំម៉ៅបន្តិចព្រោះដោយសារតាហ្នឹងហើយដូចខ្ញុំបានប្រាប់អ្នកនរគ្នាអញ្ចឹងតែនៅខាងក្រៅអត់សូវពេកអ្នកនរគ្នាហើយហ្នឹងហើយវីដេអូនេះក៏មិនវែងអីហ្មងដែរសង្ឃឹមតែពុកម៉ែបងប្អូនចូលចិត្តវីដេអូនេះហើយនឹងធ្វើការ like share ខ្ញុំអ្នកមួយផងការ make up ពេលល្ងាចកូនកំមុំសំបែបល្ងាចជន់គ្នាតែម្ដងល្ងាចចូលរោងក៏ style បែបហ្នឹងហើយល្ងាចពេលស៊ីក៏ style បែបហ្នឹងដូចគ្នាអញ្ចឹងណាគាត់ថាគាត់ស្វែងរក make up បែបហ្នឹងដោយសារតែ make up មួយហ្នឹងស៊ីនឹងទម្រង់មុខគាត់ possible គាត់អីចឹងណាអ្នកនរគ្នាហើយវីដេអូខ្ញុំក៏មានអីច្រើនដែរពុកម៉ែបងប្អូនអ្នកគ្នាសង្ឃឹមតែអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះហើយកុំភ្លេចធ្វើការ like share ឲ្យខ្ញុំអ្នកមួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ